4 ឆ្នាំនេះគឺយើងធ្វើអង្គរសង្ក្រាន្តធំបាទនៅខេត្តសៀមរាបនេះម្ដងទៀតនេះខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅពេលដែលទទួលដំណឹងថាមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះយើងខានធ្វើដូចជាប្រហែលឆ្នាំប៉ុន្តែឆ្នាំនេះយើងត្រឡប់មកធ្វើវិញតំណាងឲ្យប្រជាជនខេត្តសៀមរាបឬក៏ប្រតិបត្តិក៏ទេសចរទាំងអស់គឺយើងមានការសប្បាយរីករាយមែនទែនព្រោះវាអាចជួយផ្សព្វផ្សាយវប្បធម៌អាចជួយភ្ញៀវទេសចរមកលេងកាន់តែច្រើនជួយដល់អាជីវករនិងប្រជាជននៅក្នុងភូមិផងដែរយើងពិតជាសប្បាយចិត្តដែលយើងនឹងមានឱកាសបានបង្ហាញនៅការផ្ដល់សេវាកម្មដ៏ទន់ភ្លន់របស់ពួកយើងទាំងអស់គ្នាក៏ដូចជារសជាតិម្ហូបខ្មែរទៅដល់ភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិដែលនឹងមកទស្សនានៅខេត្តសៀមរាបក្នុងអំឡុងពេលកម្មវិធីអង្គរសង្ក្រាន្តរបស់យើងពួកបងគឺពិតជាសប្បាយចិត្តមែនទែនដោយសារពេលនេះពួកយើងនឹងបានទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកវិញហើយធ្វើឲ្យចំណូលពួកយើងនឹងអាចមានការកើនឡើងជាងមុនធ្វើឲ្យសេដ្ឋកិច្ចនៅសៀមរាបដើរបានខ្លាំងជាងមុនហើយក៏ទទួលបានចំណូលច្រើនជាងមុនដែរខ្ញុំជឿថានឹងមានកម្មវិធីលេងច្រើននិងមានអ្វីដែលប្លែកច្រើនអង្គរសង្ក្រាន្តគឺជាឱកាសមួយដែលអាចបង្ហាញវប្បធម៌សិល្បៈរបស់ខ្មែរទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិយើងតែងតែប្រាថ្នាថាអង្គរសង្ក្រាន្តបង្កើតនៅបរិយាកាសសប្បាយរីករាយជាលក្ខណៈមហាគ្រួសារខ្មែរផ្សារភ្ជាប់សកម្មភាពកម្សាន្តសប្បាយជាច្រើនជាមួយនឹងការបង្ហាញនូវភាពសម្បូរបែបនៃមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាបងប្អូនទាំងអស់គ្នាត្រៀមខ្លួនហើយនៅសម្រាប់អង្គរសង្ក្រាន្តនៅឆ្នាំនេះគ្រាន់តែលើពាក្យថាសង្ក្រាន្តណាខ្លួននៅខែ2ឯប៉ុន្តែអារម្មណ៍ហោះទៅដល់ខែ4បារីហើយអង្គរសង្ក្រាន្តនៅឆ្នាំនេះគឺធ្វើអ្វីដែលពិសេសហើយប្លែកជាងឆ្នាំរដូវទៀតហើយបងប្អូនចង់ដឹងថាមានអ្វីពិសេសនៅក្នុងឆ្នាំនេះកុំភ្លេចមកចូលរួមទាំងអស់គ្នាផងណាខ្ញុំសាទរសង្ក្រាន្តឆ្នាំថ្មី